សមរភូមិដ៏ធំបំផុតនៅសប្តាហ៍នេះក្រុម Arsenal នៅកំពូលតារាងត្រូវប៉ះ Liverpool លីករៀងទី4នៅម៉ោង3ទៀបភ្លឺយប់នេះក្រុមម្ចាស់ផ្ទះកំពុងស្ថិតក្នុងទម្រង់លេងដ៏ក្តៅគគុកដោយបច្ចុប្បន្នកំពុងឈរនៅកំពូលតារាងលីកដោយមាន48ពិន្ទុពី20ប្រកួតចំណុចខ្លាំងបំផុតរបស់ពួកគេគឺទម្រង់លេងក្នុងផ្ទះដោយឈ្នះ7ប្រកួតជាប់ៗគ្នាលទ្ធផលថ្មីបំផុតរបស់ពួកគេគឺជ័យជំនះ3-2លើក្រុម Bournemouth នៅខាងក្រុម Liverpool ក្រុមរបស់លោក Arne Slot ទោះបីជានៅតែឈរនៅលេខរៀងទី4ក្នុងតារាងនិងនៅតែមិនចាញ់ក្នុងការប្រកួតជាច្រើនលើកក៏ដោយក៏ទម្រង់លេងរបស់ពួកគេបានធ្លាក់ចុះនាពេលថ្មីនេះដោយគ្រាន់តែស្មើជាមួយ Leeds United 0-0 និងស្មើ Fulham 2-2 Liverpool កំពុងជួបវិបត្តិអត់មាន Mo Salah Hugo Ekitike និង Alexander Isak ដែលមានរបួសក្នុងនាមខ្ញុំជា fan Real Madrid ខ្ញុំដឹងថាការអត់តួឯកដោយ Salah វាប៉ះពាល់ផ្លូវចិត្តក្រុមខ្លាំងណាស់ Arsenal នឹងមិនអោយឱកាសនេះកន្លងផុតទៅទេយប់នេះនៅ Emirates នឹងក្លាយជាសមរភូមិសម្រាប់ហោងហៃទម្រួយគ្រាប់បាល់រកឃៀងគឺទី1លេង Arsenal ឈ្នះនៅ Emirates រឹងមាំណាស់ក្រុមភ្ញៀវមិនងាយឈ្នះទេទី2លេង over 2.5ក្រុម Arsenal នឹងវាយសម្រុកហើយ Liverpool ការពារពួកគេនៅធូរណាស់តើ Liverpool នឹងស្មើទៀតឬស្គាល់រសជាតិចាញ់ដំបូងក្រោមដៃ Arsenal អ្នកណាគិតថា Arsenal ស៊ីដាច់ comment ប្រាប់ផង